ជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរនាំមកប្រាប់អ្នកទាំងអស់គ្នាអំពីការ boost subscribe របស់អ្នកទាំងអស់គ្នានៅក្នុង YouTube ដែលការធ្វើនេះឡើងគឺវាមានពិបាកទេដោយតែអ្នកទាំងអស់គ្នាជាត្បូងគ្រាន់តែមាន account អ្នកទាំងអស់គ្នាមួយនៅក្នុង website JSMM យើងខ្ញុំមកឬក៏បើសិនជាអ្នកទាំងអស់គ្នាអត់មាន account ទេអ្នកទាំងអស់គ្នាជាសមាជិកថ្មីអ្នកទាំងអស់គ្នាអាចបង្កើតបានដោយយើងនឹងដាក់ link នៅខាងក្រោមនេះដែលនៅក្នុង description របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចចូលមើលនៅក្នុង link ហ្នឹងទៅអ្នកទាំងអស់គ្នាអាចឃើញពីរបៀបដែលយើងប្រៀនអ្នកទាំងអស់គ្នាអំពីការចុះឈ្មោះហ្នឹងហើយអញ្ចឹងបន្តមកទៀតនៅពេលដែលអ្នកទាំងអស់គ្នាណាដែលគាត់មាន account ហើយនៅពេលដែលចុចចូលមកអ្នកទាំងអស់គ្នាឃើញជាទម្រង់បែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវការអូសមើលកន្លែងនេះអូសទៅចំហមើលពាក្យ YouTube នៅពេលដែលចុចដល់ពាក្យ YouTube ហើយត្រូវចុចពាក្យ category នេះដើម្បីមើលប្រភេទសេវាកម្ម YouTube ណាដែលអ្នកទាំងអស់គ្នាចង់បានទៀតតែនៅក្នុងនេះវាមានជាពីរសេវាកម្មវាមាន subscribe no refill ហើយនិង subscriber guarantee ដែលអ្នកទាំងអស់គ្នាអាចយកមួយណាក៏បានដែរតែខ្ញុំសូមយកពាក្យ guarantee ហើយចំពោះចូលទៅដល់សេវាកម្មពិសេសនៅក្នុងកន្លោនេះដែរអ្នកទាំងអស់គ្នាចុចចូលមើលទៅហើយរើសមើលដល់ក្នុងនោះដែរវាបញ្ជាក់ពីតម្លៃរបស់សេវាកម្មហ្នឹងហើយថានៅក្នុង1000 subscribe ឬក៏អីហ្នឹងត្រូវចំណាយអស់ប៉ុន្មានហើយវាមាន high quality គុណភាពអីវាទៅតាមប្រភេទសេវាកម្មហ្នឹងអីដែរដែលអ្នកទាំងអស់គ្នាអាចអូសមើលទៅដល់ក្រោមបានដូចខ្ញុំសូមឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាយកលេខកូដ1364ហ្នឹងហើយបន្តមកអ្នកទាំងអស់គ្នាអាចទៅ copy link channel របស់អ្នកទាំងអស់គ្នានៅក្នុងហ្នឹងដោយខ្ញុំសូមចូលទៅក្នុងនេះសិនហើយនៅពេលអ្នកទាំងអស់គ្នាចូលមកក្នុង YouTube channel របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នានឹងអាច copy link បានហើយដូចជាដំបូងសូមប្រាប់អ្នកទាំងអស់គ្នាសិនដូចក្នុងនេះ subscribe ថា311ទេអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាចង់ឲ្យ subscribe របស់អ្នកទាំងអស់គ្នាបានច្រើនអ្នកទាំងអស់គ្នាត្រូវ copy link សិនបន្ទាប់មកអ្នកទាំងអស់គ្នាចូល copy link មកដែលអ្នកទាំងអស់គ្នាចុចត្រី3នៅលើខាងនេះហើយចុចទៅបន្ទាប់មកទៀតអ្នកទាំងអស់គ្នាគ្រាន់ចុចពី share នេះហើយជំរាបទាំងអស់គ្នា copy link ទៅនេះមកនៅពេល copy ហើយអ្នកទាំងអស់គ្នាអាច switch ចូលទៅក្នុង website JSMM សិនវិញបានហើយបន្តមកជំរាបទាំងអស់គ្នាចូល copy link ដាក់ចូលក្នុងហ្នឹងទៅបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអាចដាក់ចំនួនវាបានន័យថាអ្នកទាំងអស់គ្នាចង់បាន subscribe នឹងចំនួនប៉ុន្មានដូចក្នុងនេះគេកំណត់អ្នកទាំងអស់គ្នាដាក់បានយ៉ាងតិច100ហើយនឹងយ៉ាងច្រើន1លានអញ្ចឹងខ្ញុំសូមដាក់100ជាឧទាហរណ៍ហើយក្នុងការចំណាយនេះដែរអ្នកទាំងអស់គ្នានឹងឃើញថាវាអស់ប៉ុណ្ណាព្រោះការចំណាយរបស់អ្នកទាំងអស់គ្នាហ្នឹងគឺវាអាស្រ័យទៅលើចំនួនអ្នកទាំងអស់គ្នាដាក់ខាងលើនេះឯងអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់អីហើយរួចរាល់អស់ហើយអ្នកទាំងអស់គ្នាគ្រាន់ចុចពី submit នេះទៅអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាឃើញពី your order receive ហ្នឹងហើយអ្នកទាំងអស់គ្នានឹងដឹងថាកម្មវិធីធ្វើសេវាកម្មរបស់អ្នកទាំងអស់គ្នានៅក្នុង website JSMM ហ្នឹងគឺទទួលបានជោគជ័យហើយចំពោះសេវាកម្មហ្នឹងគឺអ្នកទាំងអស់គ្នាអាចចាំរយៈពេលរៀង1នាទី2នាទីឬក៏វាអាស្រ័យទៅលើ website សំដៅឬក៏វាអាស្រ័យទៅលើសេវាកម្មដែលអ្នកទាំងអស់គ្នាជ្រើសរើសអីចឹងទៅអញ្ចឹងយើងក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់